សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកពីការធ្វើសម្លកកូររបស់ខ្ញុំជាដំបូងខ្ញុំចាក់ប្រេងឆាចូលក្នុងឆ្នាំងហើយខ្ញុំកកូរគ្រឿងឲ្យវាឡើងឈ្ងុយនិងក្រៀមបន្តិចបន្ទាប់មកខ្ញុំដាក់ប្រហុកចូលកូរប្រហុកឲ្យវារលាយចូលគ្រឿងហើយបន្ទាប់មកខ្ញុំចាក់សាច់ជ្រូក3ជាន់ចូលថ្ងៃនេះខ្ញុំស្លកកូរដាក់សាច់ជ្រូក3ជាន់បន្ទាប់មកខ្ញុំដាក់បន្លែដែលរឹងមុនគឺខ្ញុំដាក់ល្ពៅហើយនឹងត្រប់បញ្ញងចូលហើយយើងកកូរវាឲ្យវាចូលគ្នាបន្តិចមកបន្ទាប់មកខ្ញុំដាក់ស្ករក្រហមបន្តិចហើយចាក់ទឹកត្រីចូលបន្តិចដែរដើម្បីស្ករក្រហមរលាយដាក់ម្សៅស៊ុបហើយនឹងប៊ីចេងខ្ញុំកកូរវាឲ្យចូលជាតិគ្នាទៀតបន្ទាប់មកខ្ញុំបន្ថែមអំបិលបន្តិចបន្ទាប់មកខ្ញុំដាក់សណ្តែកគួរនិងត្រប់ស្រួយចូលខ្ញុំទុកឲ្យវាឆ្អិនបន្តិចខ្ញុំក៏ចាក់ទឹកចូលក្រោយពីទឹកយើងពុះខ្ញុំក៏បានដាក់អង្ករលីងហើយក៏ដាក់ននោងនិងខ្ទិះចូលហើយខ្ញុំក៏ទុកឲ្យវាពុះបន្ទាប់ពីវាពុះហើយខ្ញុំដាក់ម្ទេសបើបងប្អូនមានបន្លែណាផ្សេងដែលបងប្អូនចូលចិត្តបងប្អូនអាចដាក់បានតែអត់បានរោបន្លែបានច្រើនមុខទេបងប្អូនដោយសារតែវាយូរដោយសារតែជាប់កូនតូចអញ្ចឹងបន្លែដាក់បានតែប៉ុណ្្នឹងឯង